សុស័យអរគ្នាសម្រាប់ស្ករត្នោតនេះគឺយើងទិញទៅដល់ផ្ទះគេមានទឹកត្នោតជូរទឹកត្នោតផ្អែមគេចម្រាញ់ទៅជាស្ករត្នោតអូឆ្ងាយដែរពីផ្ទះប្រហែលជា2គីឡូដីឥឡូវយើងដាក់នេះច្បល់ជាមួយនឹងស្ករត្នោតប៊ីចេងជាមួយនឹងទឹកត្រីឬបង្កងយើងហ្នឹងឆ្ងាញ់ថ្មទៀតយើងលាងជ្រុញឲ្យស្អាតដើម្បីយើងចិតម្ទេសបេះម្ទេសចំនួន3ផ្លែនៅចិត្តនោះវាមានដើមទទឹមផ្កាវាឃើញរីកស្អាតទេនឹងចង់បាក់អាមេកន្លែងខុសចែកទេអាថតមុនផ្លែអស់វាធំហ្នឹងនេះធំល្អឆ្ងាញ់ហើយគ្រាប់វាច្រើននឹងផ្លែទទឹមហ្នឹងជំនួយសុខភាពយើងដែរហើយតើមកយើងបេះស្វាយគេមានរបស់យើងបេះពឹបតពុំនឹងទៅណាហ្នឹងនេះឃើញឈើវិញយកមកវាយហ្មងទៅហើយមកទៀតយើងចិត្តម្ទេសនឹងឈ្ងុយចេះឈ្ងុយអាទូចមែនតែចិត្តឈ្ងុយសបាយគេលមីក៏ចឹងហើយពេលយើងចិត្តស្បតទៅនឹងឈ្ងុយក្រអូបឈ្ងុយឆ្ងប់អានេះបើយើងហូបជុំគ្នាពី3នាក់មានខ្ញុំម្នាក់ស្រីពី3នាក់ស្អីស្អាតចង់និយាយចឹងឆ្ងាញ់ប៉ុណ្ណាទេហូបម្នាក់អត់ឆ្ងាញ់ទេបាទហើយនេះទឹកឲ្យអ្នក